ជួបគ្នាជាមួយនឹងមុខម្ហូបថ្មីនៅភោជនីយដ្ឋានបាយ័នទាំងអស់គ្នាមនុយថ្មីលើកនេះហើយគឺតំណងឲ្យប្លែកខ្លាំងមែនតើអ្នកទាំងអស់គ្នាមនុយថ្មីលើកនេះហើយគឺជាប្រភេទបាយត្រីងៀតប៉ុន្តែអ្នកទាំងអស់គ្នាឃើញរូបសម្រាប់ KR អូគឺស្អាតខ្លាំងមែនតើហើយមួយទៀតគឺខ្ញុំយកជាមួយនឹងបាយឆាលុកឡាសម្រាប់បាយឆាលុកឡាគឺមានយូរហើយអ្នកទាំងអស់ខ្ញុំញ៉ាំលើកនេះហើយគឺប៉ងចង់ភ្លក់ជាមួយនឹងបាយត្រីងៀតនេះហើយអ្នកទាំងអស់គ្នាពីព្រោះថាឃើញរូបរាងគេគឺតំណងខ្លាំងពេលបានមកសាកទៀតទៅដឹងថាអូយឆ្ងាញ់ទាំងរសជាតិហើយរូបសម្រាប់គេគឺតំណងទៀតមុខម្ហូបលើកនេះហើយគឺខ្ញុំឲ្យលេខ1ហ្មងខ្ញុំចូលចិត្តខ្លាំងមែនតើហើយបើចូលមកបាយឆាសាច់គោលុកឡារបស់គេនេះវិញណាក៏រឹតតែឆ្ងាញ់ដូចគ្នាអ្នកទាំងអស់គ្នាសម្រាប់បងប្អូនដែលគាត់ចូលចិត្តជាប្រភេទញ៉ាំសាច់ច្រើនអីអាចញ៉ាំបាយឆាលុកឡានេះបានអ្នកទាំងអស់គ្នាគឺឆ្ងាញ់ខ្លាំងមែនតើសាច់គេគឺក្រាស់ខ្មុកយទៅបាយមួយចានសាច់ក៏ច្រើនទឹកស៊ុបផងពងទាផងអូយទៅគឺហោហៀហ្មងបើនិយាយពីរសជាតិគេវិញគឺដិតមុតឆ្ងាញ់ខ្លាំងមែនតើហើយនៅភោជនីយដ្ឋានបាយ័នណាគេមិនមានតែមុខម្ហូបប៉ុណ្ណឹងទេមានជាមួយនឹងប្រភេទទឹកផ្លែឈើត្រេងអីផ្សេងគឺមានទាំងអស់អូខេឥឡូវនេះយើងចូលមកម្ហូបពេលថ្ងៃរបស់យើងសម្រាប់ម្ហូបពេលថ្ងៃនេះគឺមានចំនួន2មុខមានជាមួយនឹងកង្កែបប៉ារ៉ារួមជាមួយនឹងស្លទំពាំងអ្នកទាំងគ្នាសម្រាប់កង្កែបប៉ារ៉ានេះក៏ខ្ញុំចូលចិត្តណាស់ដែរអ្នកទាំងគ្នាព្រោះថាខ្ញុំអ្នកចូលចិត្តសាច់កង្កែបស្រាប់ហើយមកបានញ៉ាំជាមួយនឹងកង្កែបប៉ារ៉ានេះគឺរសជាតិគេឆ្ងាញ់ខ្លាំងណាស់អ្នកទាំងគ្នាហើយសាច់កង្កែបគេគឺស្រស់ល្អខ្លាំងមែនតើញ៉ាំមកគឺមានអារម្មណ៍ថាមានជាតិផ្អែមចេញពីសាច់កង្កែបមកហ្មងហើយបើកន្លែងមកមើលជាមួយនឹងស្លគេវិញអ្នកទាំងគ្នាឃើញអត់សាច់ច្រើនខ្លាំងមែនតើបើអ្នកទាំងគ្នាមកត្រឹមតែគ្នា2 3នាក់អ្នកទាំងគ្នាអាចញ៉ាំត្រឹមតែមុខម្ហូបតែមួយមុខពីរមុខអីគឺបោហ្មងសម្រាប់អ្នកដែលគាត់អត់ដឹងញ៉ាំមុខម្ហូបអីពេលខ្លះធុញត្រឡន់អត់ដឹងធ្វើអីញ៉ាំនៅផ្ទះអាចមកសាកញ៉ាំនៅភោជនីយដ្ឋានបាយ័នបានពីព្រោះថានៅនឹងមានទាំងម្ហូបពេលព្រឹកម្ហូបពេលថ្ងៃគឺមានច្រើនសម្បូរបែបណាស់អ្នកទាំងគ្នាហើយអ្នកទាំងគ្នាចង់ញ៉ាំមុខម្ហូបអីក៏មានដែរមុខម្ហូបទាំងអស់ហ្នឹងសុទ្ធតែជាមុខម្ហូបកំងអត់ថាអូយកម្ហូបសល់យកឲ្យអ្នកទាំងគ្នាញ៉ាំអីគឺអត់ទេអ្នកទាំងគ្នាទៅដល់កំងភ្លាមគឺគេធ្វើឲ្យញ៉ាំភ្លាមក្តៅហុយហ្មងអ្នកគាត់ដែរបានញ៉ាំកង្កែបទាំងស្បែកអាចសាកជាមួយនឹងកង្កែបប៉ារ៉ានេះបានខ្ញុំហ៊ានធានាថាឆ្ងាញ់ខ្លាំងណាស់ហើយបើនិយាយពីសាច់កង្កែបរបស់គេវិញគឺស្រស់ខ្លាំងហ្មងអ្នកទាំងគ្នាចង់ដឹងអត់ថានៅភោជនីយដ្ឋានបាយ័នលក់ដាច់អីគេជាងគេតោះទៅសាកសួរបងទាំងគ្នាតោះជំរាបសួរបងបងថ្ងៃនេះខ្ញុំសូមសួរបងបន្តិចបងកំពុងធ្វើការនៅភោជនីយដ្ឋានបាយ័នសាខាណាដែរបងសាខ្ញុំផ្ទាល់ខ្ញុំធ្វើការនៅភោជនីយដ្ឋានសាខាផ្លូវ598អូខេហើយបងធ្វើការនៅនឹងប៉ុន្មានថ្ងៃហើយ3ឆ្នាំហើយអូ3ឆ្នាំអូបងកលឹងយិនសិនហ្មងនេះខ្ញុំសិនអញ្ចឹងខ្ញុំចង់សួរមកសំណួរទៀតខ្ញុំចង់ដឹងថានៅក្នុងភោជនីយដ្ឋានបាយ័នណាបងគិតថាម្ហូបមួយណាដែលលក់ដាច់ប្រចាំហាងហ្មងសម្រាប់អាហារថ្ងៃត្រង់ភាគច្រើនអ្នកភៀវចូលចិត្តមកញ៉ាំនៅនេះផ្ទាល់ហ្មងគឺអាម៉ុកពងទាចិនត្រីប្រមាអាហ្នឹងលក់ដាច់ហ្មងនិយាយតែហ្មងពួកភៀវចូលចិត្តញ៉ាំម្ហូបខ្មែរនៅនេះស្លកកោមួយទៀតកុំភ្លេចណាអត់ទេខ្ញុំក៏ចូលចិត្តដែរអញ្ចឹងបើអ្នកទាំងគ្នាចង់ភ្លក់ជាមួយនឹងម្ហូបខ្មែរមានរសជាតិឆ្ងាញ់ក៏ភ្លេចមកភោជនីយដ្ឋានបាយ័នទាំងអស់គ្នា